ព្រឹកហ្នឹងបើមានបងប្អូនណាចង់ពឹងចំនួនអីឲ្យធ្វើអីកុំភ្លេចឆាតមកចំនួនលឺអត់ពឹងឲ្យធ្វើឲ្យផ្សេងមកចំនួនអាចធ្វើឲ្យបានដែរបងបងជួយទទួលសេវាកម្មទៅវត្តចំនួនខ្ញុំបានទេបងខ្ញុំម្លាញ់រវល់វីវភ្លេចរឿងទៅវត្តឥឡូវគៀកប្រជុំធំបាត់បែងជួយទៅវត្តចំនួនខ្ញុំមួយអីបងទៅធម្មតាឯងបងដូចតែគេដូចតែឯងដូចតែបងឯងទៅវត្តខ្លួនឯងអញ្ចឹងមានចង្ហាន់មានបច្ច័យប្រគេនលោកតិចតួចទៅបានឯងបងបងឯងទទួលជាកញ្ចប់ហ្មងឯងបងពេលល្ងាចបងឯងទៅសូត្រមន្តហើយជួយនៅឆ្លៀតស្ដាប់លោកទេសនាផងហ៎បងហើយស្អែកព្រឹកចាំបងឯងងើបទៅបោះបាយបិណ្ឌហើយចាំមកប្រគេនចង្ហាន់ពេលថ្ងៃត្រង់ហើយរាប់បាតរាប់អីចូលបច្ច័យអីធម្មតាអញ្ចឹងណាបងហើយបងឯងកុំភ្លេចថតរូបថតវីដេអូអីតិចតួចផងទុកឲ្យខ្ញុំ add story បងមួយថ្ងៃជួយវិញសមប្រគេនប្រសងផងបានទេបងមិនបាច់វិចច្រើនទេបងវិញសមជ្រូកមួយសមចេកមួយទៅបានទេបងហើយសមហ្នឹងបងឯងកាត់ពាក់កណ្ដាលមកណាសមជ្រូកកាត់ពាក់កណ្ដាលសមចេកកាត់ពាក់កណ្ដាលបងឯងយកប្រគេនប្រសងហើយពាក់កណ្ដាលទៀតបងឯងផ្ញើមកខ្ញុំណាខ្ញុំចង់សាកស្នាដៃបងឯងចង់ដឹងបងឯងធ្វើសមឆ្ងាញ់អត់បើបងឯងធ្វើសមឆ្ងាញ់ខ្ញុំជួយបងឯងធ្វើទៀតបងឯងចាំជួយ reply ខ្ញុំផងថាបងឯងទៅវត្តចំនួនខ្ញុំអត់ព្រោះគៀកប្រជុំមកខ្ញុំខ្លាចបានមកវត្ត